ចម្រើនពរញាតិញោមពុទ្ធបរិស័ទជួយឡាយជួយshareវីដេអូនេះផងនេះជាសកម្មភាពនៃការប្រឡងរបស់សាមណសិស្សនៅក្នុងសាលាពុទ្ធកៈបឋមសិក្សាវត្តស្លាកែតក្រុងនិងខេត្តបាត់ដំបងសូមអនុមោទនានៅក្នុងនោះក៏មានវត្តមានរបស់ខ្ញុំបករណាផងដែរក្នុងការប្រឡងឆមាសលើកទី1តាំងពីថ្ងៃចាប់ផ្ដើមចូលរៀនមកថ្ងៃទី5ខែ5ឆ្នាំ2025ឥឡូវនេះចាប់ផ្ដើមធ្វើតេស្តទៅលើសមត្ថភាពនៃការសិក្សារៀនសូត្ររយៈពេលកន្លះឆ្នាំកន្លងផុតទៅឥឡូវនេះដល់ពេលត្រូវបញ្ចេញសមត្ថភាពក្នុងការប្រឡងតែម្ដងព្រួយបារម្ភដល់ហើយមិនដឹងថាជាប់ឬធ្លាក់ទេព្រោះពឹងទៅលើសមត្ថភាពចេះខ្លួនឯងចេះជាប់មិនចេះធ្លាក់សូមបញ្ជាក់ញាតិញោមផងដែរការប្រឡងនេះមានរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី3ថ្ងៃទី4និងថ្ងៃទី5ខែ10ឆ្នាំ2025សកម្មវីដេអូនេះញាតិញោមបានជួយ like ជួយ share ទាំងអស់គ្នាសូមញាតិញោមទស្សនាវីដេអូនេះហើយកុំសើចសំឡេងអាត្មាអីអាត្មាពុំសូវប៉ិនចេះនិយាយទេតែខ្ញុំហៅគាត់ប្រកែកនិយាយជាងអរគុណសម្រាប់វីដេអូនេះញាតិញោមបានទស្សនាបករណាអាត្មាភាពព្រះនាមហនបញ្ញារាជជាអ្នកវយសំឡេងនេះប្រគុណនឹងអរគុណចម្រើនពរញាតិញោមអាត្មាព្រះនាមឈិឈឿយនៅក្នុងកម្មភាពនឹងក៏មានអវត្តមានខ្ញុំបករណាផងដែរប្រឡងនៅក្នុងនឹងញាតិញោមទាយមើលមួយណាជារូបពិតនិងសំឡេងអាត្មាសាក់ទាយលេងតោញោមអានិយាយលេងទេញាតិញោមខ្ញុំបករណាអាត្មាភាពរៀនថ្នាក់ទី1កនៃសាលាពុទ្ធកៈបឋមសិក្សាវត្តសាលាកែតខេត្តបាត់ដំបងគុំកាន់អាត្មាអីអាត្មានិយាយដើនអ្នកខាងទីមរៀបសូមអរគុណនិងអរគុណសម្រាប់ញាតិញោមដែលបានទស្សនានៅវីដេអូនេះចម្រើនពរញាតិញោមខ្ញុំបករណាអាត្មាភាពនាមតែមុនីមរៀនថ្នាក់ទី1គោក្នុងវីដេអូហ្នឹងក៏មានខ្ញុំបករណាប្រឡងនៅក្នុងនឹងដែរសូមញាតិញោមទស្សនារួចកុំភ្លេចជួយ like ជួយ share ផងអរគុណញាតិញោមទាំងអស់គ្នាដែលបានចំណាយពេលវេលាដើម្បីទស្សនាក្រុមប្រកាន់ខ្ញុំកណាអាត្មាភាពអីប៉ុនចិននិយាយទេប្រគុណនឹងអរគុណអធិស្ឋានសម្រាប់បងប្អូនដែលបានទស្សនានៅក្នុងវីដេអូនេះជាការបង្ហាត់បង្រៀនកេរលោកម្ចាស់ឲ្យចេះបញ្ចេញសមត្ថភាពទៅលើសំឡេងហើយចែកជូនដល់ពុទ្ធបរិស័ទទស្សនាទាំងអស់គ្នាចុងក្រោយសូមអនុមោទនាបុណ្យរៀបសួរពុទ្ធបរិស័ទបងប្អូនអ្នកទស្សនាទាំងអស់គ្នានៅឱកាសនេះខ្ញុំបករណាខ្ញុំបាទឧបាសករស្មីលីងជីងហាជាប្រធានគណៈកម្មការនៅក្នុងវត្តសវណ្ណបារមីស្រីធីតារាហើយវត្តស្លាកែតខេត្តបាត់ដំបងសូមជម្រាបជូនបងប្អូនអ្នកទស្សនាទាំងអស់គ្នាតាក់ទងនឹងកម្មវិធីបុណ្យកឋិនទានសាមគ្គីក្នុងវត្តស្លាកែតខេត្តបាត់ដំបងគឺត្រូវនៅថ្ងៃទី17ថ្ងៃទី18ខែ10ឆ្នាំ2025ដល់ថ្ងៃនេះបងប្អូនទាំងអស់គ្នាសូមគោរពអញ្ជើញពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាចូលរួមឲ្យបានច្រើនកកកដល់ទៀតបងប្អូនកម្មវិធីបុណ្យកឋិនទានសាមគ្គីក្នុងវត្តស្លាកែតគឺត្រូវនៅថ្ងៃទី17ថ្ងៃទី18ខែ10ឆ្នាំ2025នេះជាសកម្មភាពចាស់ទេបងប្អូនបីជាពលមានចែកជូនដល់ពុទ្ធបរិស័ទឲ្យដឹងពីដំណឹងបុណ្យកម្មវិធីកឋិនទានសាមគ្គីក្នុងវត្តស្លាកែតខេត្តបាត់ដំបងសម្រាប់វីដេអូនេះសង្ឃឹមថាបងប្អូននឹងបានជួយ like ជួយ share បានគ្រប់គ្នាចុងក្រោយសូមប្រកេនបុណ្យនិងជូនបុណ្យអនុមោទនាកុំភ្លេចជួយ like ជួយ share ទាំងអស់គ្នាណាបងប្អូន